សម័យចតុមុខសតវត្សទី15ក្រោយពីព្រះបាទពញាយ៉ាតសម្លាប់ស្ដេចសៀមឈ្មោះពញាព្រែកមកនៅឆ្នាំ1421ព្រះបាទពញាយ៉ាតបានសោយរាជ្យនៅរាជធានីអង្គរអស់រយៈពេល10ឆ្នាំពីឆ្នាំ1421ដល់1431ព្រះអង្គសម្រេចព្រះទ័យចាកចោលរាជធានីអង្គរនៅឆ្នាំ1431ព្រះបាទពញាយ៉ាតទ្រង់បានលើករាជធានីពីអង្គរទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរគឺខេត្តកំពង់ចាមវិញប៉ុន្តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសានទៅតាំងនៅចតុមុខវិញនៅឆ្នាំ1434ហើយព្រះអង្គទ្រង់តាំងប្រទាននាមព្រះនគរថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសិរីធរៈបវរអន្តពតបុរីរដ្ឋរាជសីមាមហានគររាជវង្សខ្មែរសម័យចតុមុខព្រះបាទពញាយ៉ាតពីឆ្នាំ1434ដល់1463ព្រះអង្គបានរំដោះរាជធានីអង្គរពីស្ដេចសៀមពញាព្រែកហើយកសាងរាជធានីចតុមុខមង្គលនិងធ្វើឲ្យប្រទេសជាតិមានសេចក្តីសុខក្សេមក្សាន្តតរៀងមកព្រះបាទនរាយណ៍រាជាពីឆ្នាំ1463ដល់1469ជាបុត្រច្បងរបស់ពញាយ៉ាតជាមួយអ្នកម្នាងទេវីព្រះអង្គបានកសាងចេតិយពញាយ៉ាតនាឆ្នាំ1466តែក្រោយមកនៅឆ្នាំ1917ព្រះស៊ីសុវត្ថិបានកសាងចេតិយនេះឲ្យធំជាងមុនព្រះនរាយណ៍រាជាមានបុត្រាព្រះនាមស្រីសុរិយោទ័យព្រះបាទស្រីរាជាពីឆ្នាំ1469ដល់1485ជាបុត្រទី2របស់ពញាយ៉ាតជាមួយអ្នកម្នាងបុទុមកេសរព្រះអង្គបានលើកទ័ពទៅរំដោះខេត្តខ្មែរនៅភាគខាងលិចពីសៀមវិញតែត្រូវធម្មរាជានិងស្រីសុរិយោទ័យក្បត់បំផ្លាញផែនការនេះព្រះបាទធម្មរាជាពីឆ្នាំ1485ដល់1504ជាបុត្រាទី3របស់ពញាយ៉ាតជាមួយអ្នកម្នាងសៀមស៊ីសងាមព្រះអង្គក្បត់ព្រះបាទស្រីរាជាបានពឹងសៀមឲ្យធ្វើអន្តរាគមន៍ចាប់ព្រះបាទស្រីរាជានិងស្រីសុរិយោទ័យទៅស្រុកសៀមរួចដាក់ប្រទេសកម្ពុជាក្រោមអំណាចសៀមព្រះបាទស្រីសុគន្ធបុត្រនៅឆ្នាំ1504ដល់1512ជាបុត្រាច្បងរបស់ធម្មរាជាចូលចិត្តប្រមាញ់នេសាទនិងប្រពាតព្រៃបឹងនិងតាំងរាជធានីនៅទូបាសានហើយត្រូវស្ដេចកនធ្វើឃាតនៅឆ្នាំ1512ព្រះស្រីជាថាស្ដេចកនឆ្នាំ1512ដល់1516ជាប្អូនថ្លៃរបស់ស្រីសុគន្ធបុត្រនិងត្រូវជាប្អូនប្រុសស្នំឯកស្រីសនាងពៅបានធ្វើឃាតស្រីសុគន្ធបុត្ររួចប្រកាសឡើងសោយរាជ្យនៅរាជធានីស្រឡប់ដូនតីព្រៃនគរខេត្តកំពង់ចាមព្រៃវែងស្ដេចកនត្រូវព្រះច័ន្ទរាជាបុត្រាទី2របស់ធម្មរាជាធ្វើឃាតនាឆ្នាំ1525នៅក្រុងស្រឡប់ដូនតីព្រៃនគរសង្គ្រាមរំដោះខេត្តខាងលិចពីសៀមព្រះស្រីរាជាបុត្រាទី2របស់ព្រះបាទពញាយ៉ាតក៏ឡើងសោយរាជ្យបន្តពីព្រះបាទនរាយណ៍រាជាបុត្រាទី1របស់ពញាយ៉ាតក្រោយឆ្នាំ1469មកជានិច្ចកាលព្រះអង្គតែងចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូរសប្បាយព្រះអង្គមានមនសិការជាតិខ្ពស់ស្ដាយស្រណោះទឹកដីប៉ែកខាងលិចតែបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្តក្រុងស្រុកឃុំឲ្យមាំមួននិងបានកសាងកម្លាំងទ័ពទាំងជើងគោកជើងទឹកព្រមទាំងភស្តុភារសឹកស្បៀងនិងបង្វឹកទ័ពបំរុងឲ្យខ្លាំងពូកែនិងស្ទាត់ជំនាញនៅឆ្នាំ1475ព្រះបាទស្រីរាជាបានប្រកាសធ្វើចម្បាំងរំដោះ
យកទឹកដីខ្មែរដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនមកវិញទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯងហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយឲ្យប្រមូលកងទ័ពនិងស្បៀងដើម្បីឧបត្ថម្ភសមរភូមិមុខរីឯព្រះធម្មរាជាដែលជាឧបរាជបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខកងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសម្ដៅទៅទិសខាងលិចហើយបានកម្ចាត់ពួកសៀមឈ្លានពានឲ្យចេញផុតពីទឹកដីខ្មែរយកបានអាណាខេត្តទាំងអស់មកវិញដូចជានគររាជសីមាបច្ចឹមបុរីរយងនិងច័ន្ទបុរីនៅក្នុងចម្បាំងរំដោះយកអាណាខេត្តទាំងប៉ុន្មានខាងលើនេះព្រះរាជាទ្រង់សប្បាយរីករាយណាស់ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះបានងើបឡើងរួមកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកំទេចសត្រូវសៀមឲ្យរលាយអស់ក្នុងពេលនោះតែម្ដងព្រះអង្គបានរៀបក្បួនទ័ពវាយលុករហូតដល់ក្រុងអយុធ្យាទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធប៉ុន្តែពេលនោះដោយអុកញ៉ាចក្រីម៉ែនដែលជាប្រមុខទ័ពបានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់និងដោយកងទ័ពខ្មែរថមថយកម្លាំងផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់ខានទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើងដូចនេះផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះត្រូវរលាយទៅអស់ធម្មរាជាពឹងសៀមក្នុងវិបត្តិរាជវង្សខ្មែរនៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធក្នុងសមរភូមិព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គបុត្រព្រះនរាយណ៍រាជាមានគំនិតក្បត់ហើយគេចខ្លួនចេញពីរាជធានីចតុមុខទៅបំបោប្រជារាស្ត្រនៅត្រើយខាងលិចទន្លេធំទន្លេមេគង្គក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រាមានខេត្តស្រីសឈរត្បូងឃ្មុំបាភ្នំដូនណៃឡាបន្ទាប់មកកងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះទៀតដូចជាកំពង់សៀមស្ទឹងត្រង់ជើងព្រៃបារាយណ៍ជាដើមបណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យគ្រប់គ្រងបានបង្កើតជាតំបន់អបគមដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរលុះបានកាន់កាប់ដីមួយភាគធំរួចហើយស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាម្ចាស់ផែនដីថែមទៀតរីឯព្រះពញាធម្មរាជាដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសពគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញដោយទទួលព័ត៌មាននេះព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចដែលរំដោះបានពីសៀមហើយព្រះអង្គក៏លើករេពលមកធ្វើសង្គ្រាមជាមួយសុរិយោទ័យវិញតាមផែនការចម្បាំងធម្មរាជាមកដល់ខេត្តបរិបូរណ៍ព្រះអង្គបានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើងរួចបើកការប្រយុទ្ធបណ្ដេញទ័ពបះបោរឲ្យថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញបន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀមត្រៀមធ្វើសឹកសង្គ្រាមបន្តទៀតក្នុងខណៈនោះដែរធម្មរាជាក៏បង្ហាញពុតបុត្ររបស់ខ្លួនឲ្យឃើញជាក់ស្ដែងដោយបញ្ជូនរាជវង្សានុវង្សព្រមទាំងរាជទ្រព្យខ្លះទៀតក្រៅពីលំពែងនិងព្រះខ័នរាជទៅថ្វាយព្រះបាទស្រីរាជាហើយបានរៀបចំទ័ពមកមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើទឹកដីដែលខ្លួនហួងហែងនោះការបែកបាក់គ្នានិងចម្បាំងរាំងជលក្នុងរាជវង្សានុវង្សខ្មែរនៅពេលនោះបានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរដូចជាចោរកម្មទុរភិក្សអសន្តិសុខជំងឺរាតត្បាតជាដើម
នៅឆ្នាំ1485ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលួចតាក់ទងសម្ងាត់ជាមួយស្ដេចសៀមដើម្បីស្នើសុំជំនួយកម្លាំងយោធាស្ដេចសៀមសពព្រះទ័យយ៉ាងខ្លាំងតាមសំណើបានបញ្ជូនកម្លាំងទ័ពសៀមចូលធ្វើអន្តរាគមន៍ក្រោយមកកងទ័ពសៀមខ្មែរចេញពីចតុមុខក៏មកដល់កំពង់សៀមហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំចិត្តទាំងអស់ពេលនោះអុកញ៉ាក្រឡាហោមឹងក៏ចេញទៅជួបព្រះចៅចក្រពតាធិរាជនិងធម្មរាជាដើម្បីទូលពីបំណងព្រះបាទស្រីរាជាសូមចងមេត្រីភាពព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំងហើយក៏សូមយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លារួចហើយស្ដេចទាំង3អង្គបានលើករេពលចេញពីកំពង់សៀមមកតាំងនៅឧដុង្គក្នុងខេត្តសំរោងទងវិញជាមួយគ្នានេះដែរព្រះស្រីសុរិយោទ័យក៏ត្រូវបានគេសុំយាងមកឧដុង្គដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះក្នុងឱកាសបើកកិច្ចចរចាជាដំបូងព្រះបាទធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងរាជវង្សានុវង្សខ្មែរស្ដេចសៀមព្រះចៅចក្រពត្រាធិរាជក៏បានយល់ព្រមហើយសម្រាប់យកព្រះបាទស្រីរាជានិងស្រីសុរិយោទ័យទៅគង់នៅក្រុងស្រីអយុធ្យាប្រទេសសៀមចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញព្រះបាទធម្មរាជាត្រូវស្ដេចសៀមរៀបចំអភិសេកជាមួយមហាក្សត្រក្រុងកម្ពុជាក្នុងឆ្នាំ1486នៅរាជធានីចតុមុខក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាក់ទំនងក្នុងរាជវង្សខ្មែរមកស្ដេចសៀមបានទាមទារយកខេត្តដែលព្រះបាទស្រីរាជាទៅរំដោះបាននោះទៅវិញទាំងអស់ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេកព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យាដោយបន្សល់ទុកអញ្ញាអង្គជាបុត្រញ៉ានឹងព្រះចៅសៀមមួយឆ្នាំកន្លងមកព្រះបាទស្រីសុរិយោទ័យក៏ចូលទីវង្គតបន្តទៀតសង្គ្រាមរវាងព្រះបាទស្រីសុគន្ធបុត្រនិងស្ដេចកននៅឆ្នាំ1504ដល់1512ព្រះបាទធម្មរាជាចូលទីវង្គតនៅឆ្នាំ1504ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជស្នងនិងតែងតាំងព្រះអង្គច័ន្ទអនុជជាព្រះមហាបរាជព្រះស្រីសុគន្ធបុត្រទ្រង់សពព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសានស្រុកស្រីសឈរឬក៏ស្រីសន្ធរឯព្រះមហាឧបរាជអង្គច័ន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខនៅឯរាជវាំងទូបាសានព្រះបាទស្រីសុគន្ធបុត្រសពព្រះទ័យប្រពៀតបឹងបងសំណាញ់កំសាន្តនិងយាងចូលព្រៃបបាញ់សត្វទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគនិងនាងបានក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯកឯប្អូននាងពៅឈ្មោះកនទ្រង់បានតែងតាំងជាមហាថ្លឹកនិងក្រោយមកទ្រង់ដំឡើងយស័ក្តិជាខុនហ្លួងព្រះស្ដេចនៅឆ្នាំ1509ព្រះបាទស្រីសុគន្ធបុត្រយល់សពឃើញខុនហ្លួងព្រះស្ដេចកនក្បត់ជ្រែករាជព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោលតែការនោះត្រូវបែកធ្លាយដោយសារស្នំឯកនាយកនក៏ភៀសខ្លួនទៅកាន់អាណាខេត្តត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកវិញដោយបានប្រើល្បិចបញ្ឆោតចៅហ្វាយខេត្តនានាថាខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបុត្រមកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្កប្រាថ្នាសោយរាជនៅចតុមុខដំណឹងនេះបានឮដល់ព្រះអង្គច័ន្ទធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទស្រីសុគន្ធបុត្រជាព្រះរាមចោទព្រះអង្គដោយការឃោសនារបស់ខុនហ្លួងព្រះស្ដេចកនមែនក៏នាំញាតិវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម
បន្ទាប់ពីព្រះអង្គច័ន្ទយាងចេញផុតនាយកនផ្ដើមវាយយកខេត្តនានាដែលនៅជិតរាជធានីទូបសាននៅឆ្នាំ1512ព្រះបាទស្រីសុគន្ធបុត្រត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែនក្រោយពីបានជ័យជំនះហើយនាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាដោយមាននាមថាព្រះស្រីជាថាធិរាជរាមាធិបតីគង់នៅស្រីសឈរហើយក្រោយមកនៅឆ្នាំ1514ព្រះបាទស្រីជាថាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំនិងខេត្តបាភ្នំត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថាក្រុងស្រឡប់វិជ័យព្រៃនគរ3ឆ្នាំក្រោយរាជធានីនេះមានប្រជារាស្ត្រមករស់នៅកកកកាន់តែច្រើនឡើងជាងរាជធានីចាស់ប្រទេសជាតិបានទទួលសន្តិភាពហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេសដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសប្រជានុរាស្ត្រមានជីវភាពទូធាដោយសារវិធានការមួយចំនួនរបស់ស្ដេចកនដូចជាបន្ធូរបន្ថយពន្ធដារបន្ថយពិន័យព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុនសង្គ្រាមរវាងស្ដេចកននិងព្រះច័ន្ទរាជានៅឆ្នាំ1516ដល់1525ព្រះអង្គច័ន្ទដែលភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល8ឆ្នាំមកហើយក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរក្រោមការឧបត្ថម្ភពីស្ដេចសៀមព្រះអង្គទទួលភាពប្រណិតក្នុងជីវភាពទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិនៅឆ្នាំ1516ព្រះអង្គច័ន្ទខិតខំរិះរកគ្រប់មធ្យោបាយចូលមកដណ្ដើមរាជពីស្ដេចកនវិញស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនិងទ័ពព្រះអង្គច័ន្ទរាជានៅក្រគរប៉ុន្មានថ្ងៃក្រោយមកឆាកប្រយុទ្ធកាប់ចាក់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុតបានចាប់ផ្ដើមឡើងនៅលើសមរភូមិក្រគរដោយពលទាហានស្លាប់ច្រើនពេកទ័ពព្រះអង្គច័ន្ទរាជាក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញចៅហ្វាកៅដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាមតែវាយសម្រុកមិនចុះសោះក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែលជា3គីឡូម៉ែត្រពីសត្រូវដើម្បីរងចាំជំនួយពីក្រុងស្រឡប់វិជ័យមកទៀតក្នុងកំឡុងផ្អាកការប្រយុទ្ធនេះតាពេជ្របានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឱឡារិកចំពោះមុខកងទ័ពនិងប្រជានុរាស្ត្រក្នុងខេត្តនៅដើមឆ្នាំ1517បន្ទាប់ពីព្រឹត្តិការណ៍នេះមកជ័យជំនះបានមកខាងព្រះអង្គច័ន្ទរាជាមេទ័ពស្ដេចកនចៅហ្វាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញចាប់ពីពេលនោះមកព្រះអង្គច័ន្ទរាជាក៏ទន្ទ្រានយកបានខេត្តជាច្រើនបន្តដូចជាក្រគរខ្លុងក្រងបរិបូរបារាយជើងព្រៃស្ទងកំពង់សៀមកំពង់ស្វាយលុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គច័ន្ទរាជាដើម្បីផ្អាកសង្គ្រាមមួយរយៈទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចម្ការមកដល់ឆ្នាំ1525ទើបព្រះច័ន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀតបន្ទាយក្រុងស្រឡប់វិជ័យត្រូវកងទ័ពច័ន្ទរាជាឡោមព័ទ្ធអស់រយៈពេល3ខែទីបំផុតស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុងចៅហ្វាកៅជាមេទ័ពនិងជាឪពុកមាខាងម្ដាយរបស់ស្ដេចកនត្រូវស្លាប់នៅនឹងកន្លែងហើយស្ដេចកនត្រូវចាប់ខ្លួនបាននិងសម្លាប់ចោលតមកព្រះច័ន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា